Ngày nayខ្ញុំបង្ហាញបងប្អូនរបៀបចៀនពងទាជាមួយម្រះខ្ញុំមានម្រះ2ពង8ហើយខ្ទឹម1ស្លាបព្រាបាយខ្ទឹមយកចៀនណាយើងពងវាហ្នឹងហើយខ្លាញ់2ស្លាបព្រាបាយទឹកត្រីដូចខ្ញុំប្រាប់មុនអញ្ចឹងពង1កន្លះស្លាបព្រាបាយពង2 1ស្លាបព្រាបាយនេះពង8ខ្ញុំដាក់4ស្លាបព្រាបាយហើយស្ករ1ស្លាបព្រាបាយម្សៅស៊ុបមាន់1ស្លាបព្រាបាយហើយពេលពងទាយើងចៀនណាយើងដាក់ទឹកព្រោះអីអត់យើងអត់ដាក់ទឹកគឺវារឹងយើងដាក់ទឹក2ស្លាបព្រាបាយហើយនេះអំបិល1ស្លាបព្រាបាយពេលខ្ញុំចិតម្រះហើយខ្ញុំច្របាច់អំបិលចោលព្រោះអីយើងឆាអញ្ចឹងវាល្វីងដល់យើងច្របាច់អំបិលហើយលាងចោលជាមួយខ្ញុំចិតហើយខ្ញុំច្របាច់អំបិលហើយតែពងទាដែលថាចៀនដាក់ទឹកហ្នឹង4ពងទាដាក់1ស្លាបព្រាបាយធ្វើមិនឲ្យបានដាក់ទឹកបន្តិចព្រោះអីយើងអត់ដាក់ទឹកវារឹងពេលយើងដាក់ទឹកទៅពងវាទន់ឥឡូវយើងចិតម្រះហើយយើងច្របាច់អំបិលចោលចិតអញ្ចឹងណាហើយកុំចិតស្ដើងកុំចិតក្រាស់ពេកក្រាស់ពេកវានេះហើយចិតស្ដើងអញ្ចឹងនេះហ្នឹងយើងដាក់ចូលម្រះចិតហើយយើងច្របាច់វាយកអាជាតិល្វីងចោលណាព្រោះអីយើងម្រះល្វីងណាច្របាច់វាប្រហែលជា5នាទីឲ្យវាទន់ហើយជាតិល្វីងចេញអស់ហើយយើងច្របាច់ចឹងហើយណាច្របាច់អំបិលឃើញវាទន់ណែហើយលាងទឹកចោលលាងទឹកត្រជាក់កុំលាងទឹកក្តៅលាងទឹកត្រជាក់ឲ្យវាហើយយើងប្រហូរវាចោលឲ្យវាអស់ជាតិអំបិលណាព្រោះអីយើងកុំយកប្រៃអាម្រះហ្នឹងព្រោះអីយើងដាក់ទឹកត្រីហើយយើងប្រហូរវាចោលអញ្ចឹងហើយយើងបើកទៀត3ដងឲ្យវាអស់ជាតិអំបិលឥឡូវនេះយើងលាង3ដងណាអស់ជាតិអំបិលហើយយើងពូតវាឲ្យស្ងួតទឹកកុំឲ្យដល់ទឹកនេះពូតអញ្ចឹងណាឥឡូវយើងដាក់គ្រឿងចូលពងទានេះយើងដាក់ស្ករនេះស្ករ brown sugar ចូលដាក់ទឹកចូលស៊ុបមាន់ចូលពងទាទឹកត្រីពងទាហើយយើងវាយឲ្យសព្វចឹងពេលយើងដាក់ទឹកបានវាឈាមទៅទន់ហើយញ៉េវាយទន់ល្អឥឡូវយើងដាក់ផ្ដើមចៀនបានហើយក្តៅហើយយើងដាក់ខ្លាញ់ចូលណាហើយអាខ្ទឹមខ្ញុំប្រាប់វិញខ្ញុំអត់ដាក់ក្នុងពងទាខ្ញុំយកមកចំពងវាឯងចំពងឲ្យក្រហមបាទយើងឆាម្រះវាឈ្ងុយលីងវាឲ្យវាពណ៌ក្រហមមកហើយចាំយើងដាក់ម្រះចូលដល់ខ្ទឹមក្រហមហើយយើងដាក់ម្រះចូលយើងឆាម្រះហ្នឹងប្រហែលជា5នាទីឲ្យវាទន់ណាចាំយើងដាក់ពងទាចូលឲ្យវាទន់ហើយកុំឲ្យវាល្វីងតែយើងអត់ឆាវាឲ្យទន់ទេពេលយើងដាក់ពងទាចូលទៅពេលញ៉ាំទៅល្វីងណាធ្វើស្ដើងអញ្ចឹងឲ្យវាទន់ណា5នាទី
ឲ្យវា5នាទីយើងឆាត្រឡប់វាទៅលើទៅក្រោមយើងឲ្យវាទន់ឲ្យវាឆ្អិនម្រះយើងឆាឲ្យវាទន់យើងញែកដាក់ឲ្យស្មើឲ្យវាស្ដើងណាហើយយើងស្រោចពងទាញ៉ាស្រោចពងទាអញ្ចឹងហើយយើងញែកវាអញ្ចឹងឲ្យវាដល់ញែកវាអញ្ចឹងឲ្យវាឆាប់ឆ្អិនពងហើយអង្គយើងត្រឡប់ម្រះហ្នឹងណាត្រឡប់ទៅក្រោមហើយ5នាទី6នាទីទៅពងឆ្អិនណាអត់យូរទេពងតែយើងដាក់ពងទៅ4ហ្នឹងណាយើងចុចវាជា4ហើយយើងប្រែវាយើងកុំឲ្យវាឆ្អិនតាមនេះអញ្ចឹងវាអត់ឆ្អិនតែម្រះខាងលើយើងត្រឡប់វាអញ្ចឹងឲ្យវាឆ្អិនម្រះទាំងសងខាង1នាទីទៀតឆ្អិនហើយ1នាទីទៀតឆ្អិនណាឲ្យតែវាពងនេះកុំឲ្យវាឃើញអានៅតុនហ្នឹងឆ្អិនហើយហើយដួសឡើងឆ្អិនហើយឃើញទេល្អម្រះហើយតែយើងអត់ច្របាច់អំបិលល្វីងណាច្របាច់វាចោលទៅនេះឥឡូវពងទាជៀនឆ្អិនណាខ្ញុំភ្លក់មើលប្រៃសាបល្មមអីល្មមឆ្ងាញ់ណាស់ហើយពងមួយដាក់ទឹកត្រីកន្លះស្លាបព្រាស្លាបព្រាបាយពង2 1ស្លាបព្រាបាយហើយខ្ញុំអរគុណដែលបងប្អូនតាមដានវីដេអូរបស់